គម្រោងការធ្វើឲ្យប្រសើរឡើងកសិកម្មសរីរាង្គសម្រាប់កសិករខ្នាតតូចនៅភាគខាងជើងប្រទេសកម្ពុជាមានគោលបំណងធ្វើឲ្យប្រសើរឡើងនៅជីវភាពរបស់កសិករខ្នាតតូចនិងមានភាពធន់ជាងមុនតាមរយៈការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មនិងធ្វើឲ្យប្រសើរឡើងនៅរបបអាហារគ្រួសារដោយពួកគាត់មានសុខភាពល្អជាងមុនជាពិសេសសម្រាប់ស្ត្រីនិងកុមារអាយុក្រោម2ឆ្នាំគម្រោងនេះអនុវត្តដោយសារជីវកម្មសហគមន៍កសិកម្មកម្ពុជា CACC សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ World Food Programគម្រោងនេះមានរយៈពេល4ឆ្នាំគឺចាប់ពីខែមករាឆ្នាំ2023ដល់ខែកញ្ញាឆ្នាំ2026ក្រោមជំនួយឧបត្ថម្ភថវិកាពីកម្មវិធីកសិកម្មនិងសន្តិសុខស្បៀងសកលហៅកាត់ថា GASPថវិកាគម្រោងសរុបមានប្រមាណ $1.790 លានសហរដ្ឋអាមេរិកនិងបូកបន្ថែមថវិកាបដិភាគចំនួន $1.100 លានសហរដ្ឋអាមេរិកទៀតពីសាជីវកម្មសហគមន៍កសិកម្មកម្ពុជា CACC អ្នកទទួលផលពីគម្រោងនេះមានប្រមាណ 1,600 គ្រួសារដែលស្ថិតក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរីដោយក្នុងនោះ 55% ជាស្ត្រីដែលជាគណៈកម្មការនិងសមាជិកមកពីសហគមន៍កសិកម្មចំនួន 6 រួមមានសហគមន៍កសិកម្មសាមគ្គីមានរិទ្ធរុងរឿងសហគមន៍សាមគ្គីរីកចម្រើនសហគមន៍កសិកម្មសាមគ្គីភូមិទួលសហគមន៍កសិកម្មរយរីកចម្រើនសហគមន៍កសិកម្មស្រែហុយនិងសហគមន៍កសិកម្មអភិវឌ្ឍន៍មានជ័យផ្នែកមួយនៃគម្រោងគឺជួយកសិករឲ្យផ្លាស់ប្ដូរទៅអនុវត្តកសិកម្មសរីរាង្គតាមរយៈការបណ្ដុះបណ្ដាលផ្ទាល់ដល់កសិករលើបច្ចេកទេសដាំដុះស្រូវសរីរាង្គដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដើម្បីទទួលបានទិន្នផលខ្ពស់ជាងមុនជាមួយនឹងគុណភាពនិងតម្លៃល្អនៅលើទីផ្សារព្រមទាំងមានការចុះកិច្ចសន្យាទិញលក់មុនពេលផលិតជាមួយសហគមន៍ដើម្បីផ្ដល់ទំនុកចិត្តផ្នែកទីផ្សារការខិតខំប្រឹងប្រែងទាំងអស់នេះបានធ្វើឲ្យជីវភាពរបស់កសិករខ្នាតតូចបានប្រសើរឡើងនិងមានភាពធន់ជាងមុនតាមរយៈការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មយើងចូលរួមបង្កើតឲ្យមានជាទម្រង់ឯកសម្ព័ន្ធនៃសហគមន៍កសិកម្មដែលការពីយើងមកធ្វើការនៅទីនេះគឺមានសហគមន៍មានតែ5ទេហើយឥឡូវគឺយើងបានរហូតដល់6សហគមន៍អញ្ចឹងជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារគឺយើងបានរុញឲ្យគាត់មានបញ្ជីស្នាមត្រឹមត្រូវមានលេខខិតបញ្ជាក់គេហៅថាវិញ្ញាបនបត្រហ្នឹងពីមន្ទីរកសិកម្មរដ្ឋបាលប្រមាញ់នេសាទនៅខេត្តមណ្ឌលគិរីកសិកររបស់ខាងពួកខ្ញុំគាត់ធ្វើស្រែអញ្ចឹងអត់ដែលបានលក់ថ្លៃទេបងទោះបីគាត់ធ្វើសរីរាង្គឬមិនសរីរាង្គប៉ុន្តែក្នុងពេលចូលខាងក្រុមហ៊ុនហ្នឹងគាត់ទាមទារឲ្យសរីរាង្គអញ្ចឹងគាត់ផ្លាស់ប្ដូរមកធ្វើសរីរាង្គហើយបានលក់ឲ្យក្រុមហ៊ុនបានតម្លៃមួយល្អបើយើងមើលភាពខុសគ្នាគ្រាន់តែថាការមុនយើងធ្វើស្រូវធម្មតាវាអត់ធ្វើទៅយើងអត់ដឹងទីផ្សារនៅណានៅណីអញ្ចឹងដល់ពេលយើងងាកមកធ្វើសរីរាង្គយើងមានទីផ្សារនៅក្នុងដៃស្រាប់អញ្ចឹងនៅពេលដែលមកផលគឺយើងអត់មានប្របាក់ទៅរកឈ្មោះរកអីទៀតទេអញ្ចឹងបាទហើយគ្រាន់តែថាស្រូវសរីរាង្គគ្រាន់តែថាទិន្នផលវារៀងទាបជាងអាស្រូវតែគេប្រើជីធ្វើអីចឹងប៉ុន្តែតម្លៃវាខ្ពស់ជាងចាអាហារសាំងសង់របស់យើងចាអាហារការពារមានដូចជាបន្លែនិងផ្លែឈើមួយផ្នែកទៀតនៃគម្រោងនេះគឺការរួមបញ្ចូលយន្តការនៃការផ្លាស់ប្ដូរឥរិយាបថបុគ្គលនិងសង្គមដើម្បីធានាថាអ្នកទទួលផលនៃគម្រោងទទួលបានរបបអាហារដែលល្អតាមរយៈប្រាក់ចំណូលដែលគាត់បានទទួលពីផលិតផលកសិកម្មរបស់ខ្លួនតាមរយៈកម្មវិធីម្ហូបប្រចាំគ្រួសារដែលមានគោលបំណងចែករំលែកចំណេះដឹងទាក់ទងនឹងអាហារូបត្ថម្ភនិងកែលម្អការអនុវត្តអាហារូបត្ថម្ភរបស់សមាជិកនៃសហគមន៍កសិកម្មផងដែរ
សមាជិកនៃសហគមន៍កសិកម្មចំនួន88នាក់ដែលបានទទួលការបណ្ដុះបណ្ដាលអំពីចំណេះដឹងអាហារូបត្ថម្ភបាននឹងកំពុងធ្វើការចែករំលែកទៅកាន់សមាជិកដទៃទៀតនៅក្នុងសហគមន៍តាមរយៈសកម្មភាពសប្បាយៗដើម្បីជំរុញនិងលើកទឹកចិត្តពួកគាត់ឲ្យបន្ថែមបន្លែនិងផ្លែឈើទៅក្នុងរបបអាហារជារៀងរាល់ថ្ងៃនិងកាត់បន្ថយការទទួលទានភេសជ្ជៈនិងអាហារសម្រន់ដែលមានជាតិផ្អែមព្រមទាំងជំរុញឲ្យមានការចូលរួមពីបុរសក្នុងការរៀបចំម្ហូបនិងបញ្ចុកចំណីកូនកសិករដែលបានទទួលការបណ្ដុះបណ្ដាលបានដឹកនាំសកម្មភាពជាមួយសមាជិកដទៃទាក់ទងនឹងការកែលម្អការទទួលទានអាហារចម្រុះការរៀបចំអាហារងាយៗសម្រាប់កុមារតូចការទទួលទានបន្លែដោយមានសុវត្ថិភាពនៅអំឡុងពេលមានផ្ទៃពោះនិងបំបៅដោះកូនការកាត់បន្ថយការទទួលទានអាហារសម្រន់និងភេសជ្ជៈផ្អែមៗការចែករំលែកភារកិច្ចរៀបចំម្ហូបអាហាររវាងសមាជិកគ្រួសារនិងការរៀបចំម្ហូបអាហារប្រកបដោយអនាម័យកម្មវិធីម្ហូបប្រចាំគ្រួសារមានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភស្ត្រីនិងកុមារអាយុក្រោម2ឆ្នាំហើយត្រូវបានរចនាឡើងដោយសហការពីមន្ត្រីជំនាញអាហារូបត្ថម្ភមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីមន្ត្រីនៃសាលាស្រុកកោះញែកនិងក្រុមប្រឹក្សាទទួលបន្ទុកស្ត្រីកុមារការគ្រប់គ្រងទៅលើអាហារូបត្ថម្ភនេះគឺកម្មវិធីស្បៀងអាហារពិភពលោកគឺយើងធ្វើការដោយសហការផ្ទាល់ជាមួយនឹងសហគមន៍កសិកម្មតែម្ដងដែលយើងអញ្ជើញសហគមន៍កសិកម្មមកទទួលវគ្គបណ្ដុះបណ្ដាលអំពីកញ្ចប់អាហាររូបត្ថម្ភនេះដែលយើងបានបង្កើតនៅកម្មវិធីមួយឈ្មោះថាម្ហូបប្រចាំគ្រួសារបាទដែលម្ហូបប្រចាំគ្រួសារនេះគឺជាកម្មវិធីមួយផ្ដល់នៅឱកាសសម្រាប់ឲ្យសហគមន៍គាត់ប្រើប្រាស់ម្ហូបអាហារដែលប្រកបដោយជីវជាតិអាហារូបត្ថម្ភសម្រាប់បំពេញតម្រូវការរបស់សមាជិកគ្រួសាររបស់គាត់តាក់ទងនឹងម្ហូបអាហារហ្នឹងគាត់គម្រោងនឹងជួយស្ត្រីខ្លាំងជួយឲ្យយើងបើពីស្ត្រីមេផ្ទះហ្នឹងជួយឲ្យយើងហ្នឹងចេះធ្វើអាហារបំពន់សម្រាប់ក្មេងចាប់ពី6ខែទៅ1ឆ្នាំហើយនឹងចូលរួមពីខាងគ្រួសារយើងប្តីយើងហ្នឹងដូចថាខ្ញុំធ្វើម្ហូបមួយមុខចឹងបើប្តីនៅអញ្ចឹងខ្ញុំប្រើគាត់ទៅកាត់ភ្លើងខ្ញុំធ្វើបន្លែហើយបើសិនជាខ្ញុំចង់ស្លកកោអីគាត់ត្នេអញ្ចឹងឲ្យគាត់ទៅជួយរកត្រីរកអីមកខ្ញុំដើរបេះបន្លែមកខ្ញុំដាក់ដាំបាយទុកចាំអញ្ចឹងទៅយើងឆាប់បានហូបចាមានសុភមង្គលហើយក៏យើងម្ហូបមួយមុខហ្នឹងប្រើពេលលឿនអត់យូរហើយក៏អត់សូវឆ្លោះគ្នាថាប្តីមកពីហត់ហែវបាយអញ្ចឹងណាប្រពន្ធជួយចេះធ្វើម្ហូបអញ្ចឹងណាធ្វើម្ហូបយូរអីចឹងណាការផ្លាស់ប្ដូរជាវិជ្ជមានមួយចំនួនត្រូវបានកត់សម្គាល់បន្ទាប់ពីមានការអនុវត្តគម្រោងនេះនៅក្នុងសហគមន៍យើងបានឃើញថាក្រុមគោលដៅបានដាំនិងទទួលទានបន្លែនិងផ្លែឈើបានច្រើនជាងមុនអាណាព្យាបាលដែលបានចូលរួមក្នុងវគ្គចែករំលែកចំណេះដឹងបានហាមកូនៗរបស់ពួកគេមិនឲ្យទទួលទានភេសជ្ជៈបង្កើនថាមពលនិងស្ករគ្រាប់ជាដើមលើសពីនេះពួកគាត់បានយកចិត្តទុកដាក់កាន់តែច្រើនលើអនាម័យក្នុងការរៀបចំម្ហូបអាហារនិងផ្ដល់អាហារូបត្ថម្ភបន្ថែមសមស្របសម្រាប់កុមារដែលមានអាយុចាប់ពី6ខែឡើងទៅលទ្ធផលដំបូងទាំងនេះបង្ហាញពីភាពជោគជ័យដ៏សំខាន់ដែលបានមកពីការអនុវត្តកន្លងមកបន្ថែមពីនេះសមិទ្ធផលសំខាន់ទៀតដែលបានលេចជារូបរាងរួមមានបានចុះកិច្ចសន្យានឹងប្រមូលទិញស្រូវសរីរាង្គដែលមានបញ្ជាក់ស្តង់ដារគុណភាពនិងស្រូវសែនក្រអូបសរុបបានចំនួន 4100 តោនគិតតាំងពីឆ្នាំ 2023 មកបានជំរុញកសិករឲ្យដាំស្រូវសែនក្រអូបទៅតាមបច្ចេកទេសស្រូវអង្ករប្រកបដោយចីរភាពជំនួសស្រូវ OM 5451បានផ្ដល់បច្ចេកទេសដាំដុះស្រូវសរីរាង្គដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងការពង្រីកការដាំដុះលើផ្ទៃដីបានដល់ 3500 ហិកតាស្រូវរបស់ជនជាតិដើមភ្នងប៊ូណងរ៉ៃត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់សម្គាល់ម៉ាកយីហោនិងទីតាំងភូមិសាស្ត្ររបស់ក្រុមហ៊ុននិងបានដាក់ស្នើជាផ្លូវការទៅក្រសួងពាណិជ្ជកម្មរួចរាល់គម្រោងបានបន្តកសាងសមត្ថភាពដល់សហគមន៍កសិកម្មឲ្យក្លាយជាសហគ្រិនកសិកម្មនិងបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព